អូខេសួស្តីអ្នកនរគ្នាសូមស្វាគមន៍ចំពោះការចូលមកកាន់ website mmoschool.net នៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាពី3ចំណុចសំខាន់ដែលបងប្អូនម្ចាស់អាជីវកម្មជាច្រើនមុននឹងសម្រេចចិត្ត start up នៅលើវិស័យ online ឬក៏ចាប់ផ្ដើមរកស៊ីនៅលើអាជីវកម្ម online បងប្អូនគួរតែស្វែងយល់នៅ3ចំណុចសំខាន់នេះបាទ3ចំណុចសំខាន់នេះមានអីខ្លះទី1បងប្អូនប្រកាសជាធ្លាប់ឮហើយថាការធ្វើអាជីវកម្មនៅលើវិស័យ online ដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebookតើការធ្វើអាជីវកម្មនៅលើបណ្ដាញសង្គម Facebook យើងដំណើរការយ៉ាងដូចម្ដេចបាទហើយវាត្រូវការអីខ្លះហើយហេតុអីបានជាយើងត្រូវការប្រើបណ្ដាញសង្គមអស់ទៅហ្នឹងហើយរបៀបការផ្សព្វផ្សាយបែបណាហើយអ្វីដែលសំខាន់គឺផ្សព្វផ្សាយទៅយ៉ាងម៉េចហើយរុញទៅរកអតិថិជនគោលដៅបែបម៉េចនេះគឺជាទម្រង់ទូរស័ព្ទដៃនៅលើ iPhone ខ្ញុំនឹងមកបង្ហាញបងប្អូនពីចំណុច demo មួយដើម្បីបងប្អូនអរគ្នាបានស្វែងយល់ក៏ដូចជាបានមើលហើយក៏បានសិក្សាពីចំណុចស្រាលហើយខ្ញុំនឹងធ្វើការបង្ហាញបងប្អូននៅលើកញ្ចក់ទូរស័ព្ទក៏ដូចជានៅលើអេក្រង់កុំព្យូទ័រផ្ទាល់តែម្ដងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរតោះយើងទៅទស្សនាទាំងអស់គ្នាដោយចំណុចទី1ដែលបងប្អូនមុននឹងអាចធ្វើការចាប់ផ្ដើម business របស់បងប្អូននៅលើវិស័យ online បានបងប្អូនត្រូវតែដឹងថាតើបងប្អូនត្រូវការលក់ជាប្រភេទផលិតផលឬក៏សេវាកម្មអីគេបាទឥឡូវឧទាហរណ៍ថាបងប្អូនលក់ជាប្រភេទកៅអៅជាស្បែកជើងឬក៏ជាប្រភេទអីមួយចឹងណាបាទឧទាហរណ៍ថាជាប្រភេទកៅអៅប្រភេទរ៉ូប្រភេទអីចឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំរកមើលខ្មែរ fashion shop បាទ fashion shop បាទឥឡូវខ្ញុំនឹងឲ្យបងប្អូនមើលនៅ3ចំណុចធំបាទឧទាហរណ៍ថា page នេះជា page របស់បងស្រីម្នាក់ដែលគាត់លក់ប្រភេទខោអាវលក់រ៉ូបលក់អញ្ចឹងណាបាទមានលក់ខោអាវលក់អីទៅប្រភេទ fashion អញ្ចឹងទៅដូចដែលបងប្អូនបានឃើញអញ្ចឹងនេះគឺគាត់លក់ជាប្រភេទអស់ហ្នឹងអញ្ចឹងយើងនឹងមកមើលទាំងអស់គ្នាថាតើការរៀបចំរបស់គេវាបែបម៉េចហើយការផុសបែបគេវាបែបម៉េចហើយការរៀបចំរបស់គេបែបម៉េចហើយខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបនៅក្នុងការរៀបចំ information bio នៅក្នុង page ឲ្យវាមានភាព professional ឲ្យវាមានភាពតាក់ទាញស្រស់ស្អាតបាទហើយអ្វីដែលសំខាន់មើលទៅគឺវាមានភាពថាច្បាស់លាស់ស័ក្តិសមជាអាជីវកម្មនៅលើ online ដែល start up ថ្មីហើយគេមើលទៅភ្ញៀវមើលទៅគឺស្អាតហើយមានទំនុកចិត្តមែនតើអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើត page ថ្មីមួយដែលដាក់ឈ្មោះអីឧទាហរណ៍ថាបងប្អូនទើបតែចាប់ផ្ដើមអាជីវកម្មថ្មីអញ្ចឹងបងប្អូនត្រូវការដាក់ឈ្មោះប្រភេទអីគេបាទឧទាហរណ៍ថាអាជីវកម្មបងប្អូនតើតើទៅនឹងការលក់ស្បែកជើងឧទាហរណ៍លក់កៅអៅអញ្ចឹងណាអញ្ចឹងបងប្អូនចូលមកក្នុង menu page បងប្អូនកន្លែងមកមើលកន្លែងនេះបន្ទាប់មកបងប្អូនកន្លែងមើលខាងស្ដាំដៃមានពាក្យថា page នៅត្រង់នេះបាទបន្តមកទៀតបងប្អូនចុចកន្លែងពាក្យថា page ហ្នឹងហើយបាទបន្ទាប់ពីចុចពាក្យថា page ហ្នឹងហើយបងប្អូននឹងឃើញនៅត្រង់នេះបាទខ្ញុំបង្ហាញច្បាស់បងប្អូននឹងឃើញពាក្យថា page នៅត្រង់នេះបន្តមកទៀតបងប្អូនត្រូវធ្វើមួយទៀតបាទបងប្អូនត្រូវចុចពាក្យថា page ដើម្បីចូលទៅបង្កើតបានបើសិនជាក្នុង account Facebook ហ្នឹងមាន page ចំនួន3ចំនួន4ចំនួន5គឺវានឹងបង្ហាញនេះតែនេះគឺ page ខ្ញុំមាន4មាន5ហើយអត់តបានធ្វើការ rename ទេព្រោះនេះជា page boost live ទាំងអស់អញ្ចឹងគឺយើងអត់តបានធ្វើការបដូរឈ្មោះទេបាទអញ្ចឹងដូចបងប្អូនបានដឹងអញ្ចឹងថាអានេះគឺយើងបានធ្វើការ process វា page ដែលយើងបានបង្កើតហើយយើង upgrade វាទៅជា page boost live ហើយប៉ុន្តែយើងអត់ទាន់បានធ្វើការលក់ចេញអញ្ចឹងខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីចំណុចមួយនៅក្នុងការចាប់ផ្ដើមបង្កើតទី1បើសិនជាបងប្អូនចូលមកតម្រង់បែបហ្នឹងបងប្អូននឹងឃើញពាក្យថា create នៅត្រង់នេះណាបងប្អូនឃើញពាក្យថា create នៅត្រង់នេះហ៎បាទបន្តមកទៀតបងប្អូនឃើញពាក្យថា create ទេបងប្អូនចុច create មកហើយបន្តមកទៀតចំពោះ policy នៃការ update នៅតម្រង់ថ្មី2025នេះបងប្អូនចេញនៅពេលដែលបងប្អូនជិះពាក្យបង្កើត page បងប្អូននឹងឃើញពាក្យថានេះពីរ function នេះមួយ personal មួយ professional អញ្ចឹងតើអ្វីទៅជា personal តើអ្វីទៅជា professional personal គឺបញ្ជាក់ថាបងប្អូនធ្វើសម្រាប់បុគ្គលសម្រាប់ផ្ទាល់ខ្លួនបាទសម្រាប់ជាបុគ្គលផ្ទាល់ខ្លួនឬក៏ថតប្លុកថតអីផ្ទាល់ខ្លួននេះទៅតើ professional ជាអ្វី professional មានថាអស្ចារ្យជាលក្ខណៈឯកជនជាលក្ខណៈថាជាសាធារណៈជាបុគ្គលសាធារណៈអញ្ចឹងដោយបុគ្គលល្បីៗអញ្ចឹងណាបាទជាពិសេសអញ្ចឹងទៅអាហ្នឹងគេថា professional
ចឹងបងប្អូនខ្ញុំរីកមិនឲ្យបងប្អូនយក professional មកដោយសារអីខែថ្ងៃក្រោយទៅភ័យបងប្អូនល្បីផ្ទុះខ្លាំងគឺវាគេឆាប់ស្គាល់ច្រើនបន្តមកទៀតបងប្អូនកន្លែងមកមើលខាងស្ដាំដៃខាងក្រោមនេះមានពាក្យថាបតុងនិចចឹងបងប្អូនធ្វើការចុចនិចមកបើនៅក្នុងភាសាខ្មែរមានពាក្យថាបន្ទាប់ហើយបន្តមកទៀតបងប្អូនចុចពាក្យថា create a new page មានន័យថាបង្កើតទំព័រថ្មី start fresh with new name បាទអីគេ separate audience and professional mode or professional tool បាទអាហ្នឹងគឺមានចំណុចធំមួយទៀតទី1គឺសួរបញ្ជាក់ថាតើយើងបង្កើត page គឺចង់សួរខ្ញុំនឹងបញ្យល់បងប្អូនឲ្យយល់ងាយៗចេះគឺចង់សួរថាតើយើងត្រូវការបង្កើត page សម្រាប់អតិថិជនឬក៏ audience របស់យើងហ្នឹងសម្រាប់ចង់បង្កើត page ឬមួយក៏យើងចង់បង្កើតនៅ profile ឬក៏គណនី account មួយទៀតនៅក្នុង account ហ្នឹងដែរគេហៅថានេះ another profile បាទអញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនមួយអាខាងលើនេះបងប្អូនរើសមកដើម្បីបង្កើតនៅ page ថ្មីអញ្ចឹងបងប្អូនចុចមកពាក្យ next តទៅពី next ហើយកន្លែងនេះគឺគេនឹងបញ្ជាក់ប្រាប់បងប្អូនថាគេសួរយើងថាតើយើងចង់ដាក់ឈ្មោះ page គេឥឡូវឧទាហរណ៍ថាបងប្អូនលក់ខោអាវឧទាហរណ៍ថាលក់ស្បែកជើងឬលក់ខោអាវអញ្ចឹងឧទាហរណ៍បងប្អូនចង់ដាក់ឈ្មោះអីគេឧទាហរណ៍ថានេះឈ្មោះអីតោះថាបងប្អូនឈ្មោះវណ្ណាអញ្ចឹងណាបាទវណ្ណាអញ្ចឹងទៅបាទវណ្ណាលក់សម្លៀកបំពាក់អញ្ចឹងទៅឬក៏លក់ស្បែកជើងអញ្ចឹងទៅឬក៏ស្អីទៅបងប្អូនខ្ញុំបញ្ជាក់ជូនបងប្អូនតិចបើសិនជាបងប្អូនជាអាជីវកម្មបងប្អូនលក់អីបងប្អូនដាក់ឈ្មោះហ្នឹងទៅឧទាហរណ៍លក់ខោអាវគឺបងប្អូនដាក់ឈ្មោះលក់ខោអាវទៅតែបើសិនជាលក់ស្បែកជើងដាក់លក់ស្បែកជើងទៅតែបងប្អូនលក់អីផ្សេងៗដាក់តាមហ្នឹងទៅតែបងប្អូនធ្វើសេវាកម្មបងប្អូនដាក់សេវាកម្មឈ្មោះសេវាកម្មបងប្អូនទៅហើយបន្តមកទៀតវានឹងចេញបតុងមួយទៀតគឺគេសួរយើងថាតើយើងត្រូវការ see all option ត្រូវការមើលនេះអត់ជំរើសផ្សេងៗអត់ជំរើសទាំងអស់អត់បងប្អូនអាចរើសបានណាអាចមើលបានអញ្ចឹងគេនឹងសួរយើងវាមាន3ជំរើសទី1 create professional profile ទី1 create professional profile ទី2គឺ create public page ទី3គឺ turn on professional mode អញ្ចឹងបងប្អូនមិនបាច់ចាំចុច see all option ទេបងប្អូនចុចពាក្យថា next នៅត្រង់នេះបន្តមកទៀតគេនឹងសួរយើងថាតើនេះតើបងប្អូនលក់ជាប្រភេទផលិតផលឬក៏សេវាកម្មគេជា category តើអ្វីទៅជា category អញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនមួយអីដែលគេហៅថា category បាទអញ្ចឹងបងប្អូនកលេចមកមើលអេក្រង់កុំព្យូទ័ររបស់ខ្ញុំទាំងអស់គ្នានេះគឺជា category មានន័យថាយ៉ាងម៉េចបាទ category អញ្ចឹងចុចមក category បាទ category បាទ category ហ្នឹងគឺជាអ្វី category ហ្នឹងគឺជាប្រភេទ algorithm ប្រភេទថាបងប្អូនឲ្យត្រូវនឹងតម្រូវអាជីវកម្មរបស់បងប្អូនឧទាហរណ៍ថាបងប្អូនលក់ប្រភេទខោអាវអញ្ចឹងបងប្អូនត្រូវរើសអីដែលទាក់ទង keyword អីដែលទាក់ទងនឹងខោអាវនៅពេលដែល post ទៅនៅពេលដែលយើង run ទៅគឺ Facebook វារុញទៅរកមនុស្សដែលចូលចិត្តប្រភេទផលិតផលឬក៏សេវាកម្មហ្នឹងអញ្ចឹងបងប្អូនលក់ជាប្រភេទខោអាវបងប្អូន search មក clothing មកបាទបើទៅបងប្អូនលក់ស្បែកជើងរើស keyword ស្បែកជើងមកហើយនៅក្នុង category ខោអាវនោះវាមានច្រើនមានខោអាវ brand វាមាន clothing brand clothing store clothing company clothing women clothing យ៉ាងណាបងប្អូនលក់ខោអាវស្អីបងប្អូនដាក់យកអានេះមក women clothing store មកតែបើបងប្អូនថាលក់ខោអាវកូនក្មេងដូចអញ្ចឹងទៅហាងលក់ខោអាវកូនក្មេងបងប្អូនយកនេះមកយក baby children clothing store មកអញ្ចឹងបងប្អូនរើសមក2ឬក៏3បងប្អូនលក់ខោអាវ brand បងប្អូនរើសមករើសឲ្យតាក់ទងទៅនឹង clothing ឲ្យបានច្រើនមក clothing បាន2 3ទៅតាក់ទងទៅនឹងខោអាវណាបាទអូខេ ready ហើយចឹងរើសផ្សេងទៀតអូខេបន្តមកទៀតបងប្អូនដាក់ category តែ2ឬក៏3បានហើយបន្តមកទៀតបងប្អូនចុចពាក្យថា create ឬក៏ចុចពាក្យថាបង្កើតជាភាសាខ្មែរមានន័យថាបង្កើតតែបើបងប្អូនចុចនៅលើភាសាអង់គ្លេសគឺមានន័យថា create បាទបន្តមកទៀត general information នេះខ្ញុំនឹងបង្ហាញបងប្អូនកន្លែង bio នេះតើអ្វីទៅជា bio
ខ្ញុំនឹងមកឲ្យបងប្អូនពីរបៀបបំពេញ information ឲ្យវាក្បោះក្បាយឲ្យវាច្បាស់លាស់ត្រឹមត្រូវស័ក្តិសមជា page standard អញ្ចឹងកន្លែងនេះបងប្អូនចង់បំពេញភ្លាមក៏បានបងប្អូនចង់ទៅបង្កើតបន្ទាប់ហើយចាំពេញក៏បានបាទអញ្ចឹងខ្ញុំអត់រីកមិនឲ្យបងប្អូនរៀបចំវាភ្លាមព្រោះវាត្រូវការពេលអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនថាបើសិនបងប្អូនចង់បំពេញ information នេះគ្នាហើយក៏បានឬក៏បងប្អូនចូលទៅនេះក៏បានចូលទៅចុចបន្ទាប់ដើម្បីបំពេញ information ពេលក្រោយក៏បានអញ្ចឹងបងប្អូនចុច next បន្ទាប់ទៀតមកបាទហើយបន្តទៀតបងប្អូនធ្វើការចុច next មួយទៀតហើយបន្តមកបងប្អូនចង់ចុច invite friend ឲ្យ like ឲ្យ follow page បងប្អូន invite ក៏បានឬក៏មិនបាច់បងប្អូនដោះ tick ចុច next បន្តទៀតក៏បានដែរណាបាទហើយបន្តទៀតបងប្អូនចុច next ទៀត next ទៀតមកបន្តមកចុចដានមកវានឹងចេញវានឹង switch ពី account របស់យើងហ្នឹងទៅកាន់ page ហើយបងប្អូនយើងមួយចំនួនពេលបង្កើតហើយគាត់សួរនេះថា how utility is your page បងប្អូនឃើញលឿងបងប្អូនចង់តិច page ខ្ញុំបង្កើតទៅមានបញ្ហាទៅអត់តើប្រើផងហេតុអីមានបញ្ហាទៅបាទខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបក្នុងការបំពេញបញ្ហាទាំងនេះកុំឲ្យមានបញ្ហាលឿងហ្នឹងតែយើងត្រូវបំពេញមិនទី1បងប្អូនត្រូវទៅដាក់ profile ដាក់ cover សិនបាទអញ្ចឹងខ្ញុំសុំនេះបន្តិចខ្ញុំសុំចូលទៅ save យករូបភាពបន្តិចបាទសុំចូលទៅយករូបភាពបន្តិចបាទអូខេខ្ញុំបានចូលទៅយករូបភាពរួចរាល់ហើយអញ្ចឹងខ្ញុំនឹងចូលធ្វើការបំពេញព័ត៌មានហ្នឹងទី1បងប្អូនត្រូវរៀបចំវាឲ្យស្តង់ដារដើម្បីកុំឲ្យចេញអាពណ៌នេះហើយវាចេញពណ៌ខៀវបងប្អូនទី1ត្រូវបំពេញអីខ្លះបាទទី1គឺ profile តើ profile យើងត្រូវបំពេញបែបណាបងប្អូនយល់ទេ profile ខាងមុខនេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅយករូបភាពណាមួយចុះនៅក្នុង profile ណាឧទាហរណ៍ខ្ញុំចូលទៅយករូបភាពណាមួយឧទាហរណ៍ខ្ញុំយករូបនេះចុះឧទាហរណ៍យ៉ាងណាបាទឧទាហរណ៍ខ្ញុំយករូបនេះមកចុះលក់សម្លៀកបំពាក់បាទខ្ញុំចូលទៅយកអញ្ចឹងទៅហើយចូលទៅយកក្នុងក្រុមគេមួយចុះបាទខ្ញុំចូលទៅយករូបភាពចូលយកអីចឹងទៅបាទឧទាហរណ៍ខ្ញុំយករូបនេះដាក់ធ្វើ profile ណាអាហ្នឹងអាស្រ័យលើបងប្អូនដែលបងប្អូនចង់យករូបណាក៏យកទៅបើបងប្អូនគិតថារូបណាដែលវាស្អាតស័ក្តិសមបងប្អូនឲ្យយករូបហ្នឹងមកដាក់ profile តែដំបូងបងប្អូនមុនដាក់ profile បងប្អូនផុសបង្កើតអីមួយសម្រាប់ផុសសិនមិនថារូបភាព status ឬក៏វីដេអូឲ្យផុសមួយចោលសិនដើម្បីអីដើម្បីឲ្យ page យើងវា active វាដើរវាដំណើរការអញ្ចឹងទី1បន្តមកបងប្អូនចូលមកផុសចឹងហើយបងប្អូនអាចយករូបពីក្នុងរូបបងប្អូនអាចថតរូបដាក់ profile ក៏បានឬក៏បងប្អូនចង់រើសរូបនឹងយកដាក់ក៏បានដើម្បីដាក់ profile បានបងប្អូនចុចមកកន្លែងសញ្ញាកាមេរ៉ានេះកាមេរ៉ាតូចនេះបងប្អូនចុចមកហើយបន្តមកទៀតបងប្អូនឃើញថាបើបងប្អូនចង់អាប់ឡូតរូបភាពបងប្អូនអាចអាប់ឡូតបានតែបើបងប្អូនអត់ចង់អាប់ឡូតទេក៏អត់ទៅសម្រាប់ខ្ញុំអត់អាប់ឡូតទេខ្ញុំយកអានេះតែម្ដងរូបដែលខ្ញុំបានផុសមិញយកមកធ្វើជា profile page អញ្ចឹងខ្ញុំចុចមកហើយបងប្អូនចង់ say bye all អីក៏ say ទៅឬក៏ welcome new page ចឹងទៅណាបាទ new page នេះទៅបានបន្តមកបងប្អូនចង់ផុសវាបងប្អូនធ្វើការចុច save ផ្លឹបនៅកន្លែងនេះបងប្អូនឃើញ save ហ៎បាទបន្តមកទៀតបងប្អូនធ្វើការចុច save បន្ទាប់ពីបងប្អូនធ្វើការចុច save ហើយបាទបងប្អូនចុច save ហើយបន្តមកទៀតវាឲ្យយើងដាក់ cover យើង update cover អញ្ចឹងខ្ញុំចង់អត់យកអីញ៉ៃទេខ្ញុំយករូប cover មិញដដែលមកដាក់បាទខ្ញុំយករូប cover មិញអញ្ចឹងខ្ញុំសេរីមកអូខេប៉ុណ្ណឹងគឺបានអញ្ចឹងនៅពេលដែលបងប្អូនដាក់អញ្ចឹងហើយបើបងប្អូនចង់ឲ្យវាស្អាតបងប្អូនរកមើល cover ណាស្អាតរូបណាស្អាតមកឬក៏អត់ចេះបងប្អូនអាចជួលគេ design ក៏បានឬក៏បន្តិចទៀតបងប្អូននឹងរៀន design ជាមួយខ្ញុំផ្ទាល់នៅក្នុង website oschool.net ហើយបាទបន្តមកទៀតចំណុចសំខាន់មួយទៀតដែលបងប្អូនត្រូវបំពេញបន្ថែមទៀតទី1គឺ information global នេះអញ្ចឹងបងប្អូននឹងឃើញវានៅលឿងបែបនេះត្រូវទេនេះ
lương mặt này trơn bà bong ôn ô cho mà cào cái này mơ khang bê tông à sao kêu này mình biết tha edit public detail này bong ôn chơi bị edit public detail mà bê tông mà tiết bong ôn chơiจะ say description ទី1គឺ bio កន្លែងខ្ញុំឲ្យម្លងមិញហ្នឹងអាហ្នឹងបងប្អូនចង់សរសេរអីក៏សេទៅឧទាហរណ៍ថាអានេះបើសិនបងប្អូនលក់ខោឬស្បែកជើងបងប្អូនសេមកបាទឧទាហរណ៍ខ្ញុំសេទៅសូមស្វាគមន៍ចំពោះការចូលមកកាន់ page ផ្លូវការរបស់ខ្ញុំ complete ចុច like page ដើម្បីទទួលបានការបញ្ចុះតម្លៃនិងការថែមជូនពិសេសឧទាហរណ៍អញ្ចឹងណាបាទហើយបន្តមកទៀតបងប្អូនឃើញអញ្ចឹងបងប្អូនថាអូខេហើយចុច save មកផ្លឹបដាក់ bio ហើយអូខេហើយអញ្ចឹងបងប្អូនធ្វើការចុចផ្លឹបបង្កើតបានទៅជា bio មួយតើ bio ហ្នឹងវានៅកន្លែងណាបងប្អូនតែឆ្ងល់ bio ហ្នឹងគឺនៅកន្លែងនេះហើយបងប្អូនចង់ edit ចង់កែបងប្អូនក៏ប៉ះលើវាមកប៉ឹកមកបងប្អូនចុច edit bio នេះមកបងប្អូនអាចធ្វើការ edit បានបើបងប្អូនមិនចង់នេះទេចង់លុបវាចោលចុច remove មកមិនចង់ដាក់ bio ណាតែទូទៅយើងដាក់ bio ហ្នឹងទៅដាក់លេខទូរស័ព្ទដាក់ Telegram ទៅដើម្បីគេងាយស្រួលការ contact មកយើងបងប្អូនឃើញនៅពេលដែលយើងដាក់ bio មួយគឺវាលោតមក queue ហ៎បាទ page include queue ហើយតែសួរតែ page មានបញ្ហាអត់មានទេប៉ុន្តែអ្វីដែលបញ្ហាគឺយើងអត់ទាន់ពេញព័ត៌មានបានគ្រប់គ្រាន់អញ្ចឹងបងប្អូន scroll មកក្រោមរកពាក្យថា edit publish detail ទៅដែរ edit public detail ទៅដែរហើយបន្តមកទៀតបងប្អូនចូលទៅបំពេញនេះទៀតដែលបងប្អូនត្រូវការបំពេញខ្ញុំនឹងបង្ហាញបងប្អូនមួយឲ្យយល់បងប្អូនក៏ឃើញកន្លែងពាក្យ detail នេះបងប្អូនចុចពី edit នៅទៅនេះមកនៅខាងស្ដាំដៃខាងលើនេះកន្លែងខ្ញុំគូសឲ្យនេះបាទបងប្អូនចុចពី edit មកបន្តមកទៀតបងប្អូននឹងឃើញពាក្យថាadd brownness អញ្ចឹង add brownness គឺបងប្អូនអាច add ធ្វើការបានឥឡូវឧទាហរណ៍ថាបងប្អូនចង់ add ប្រភេទគេ add ណាម្នាក់ custom នឹង publish អញ្ចឹងទៅអានេះកន្លែង function ដែលយើងត្រូវការរើស brownness on your profile មានន័យថាយើងចង់បង្ហាញអ្នកណាមួយជា brownness នៅក្នុងហ្នឹងបាទអញ្ចឹងបងប្អូនចង់ដាក់ជាសាធារណៈឬក៏ជាបុគ្គលឬក៏សម្រាប់តែខ្លួនខ្ញុំអញ្ចឹងឬក៏ friend អញ្ចឹងទៅបាទត្រង់ហ្នឹងខ្ញុំអត់បញ្ចូលក្បោះក្បាយបន្ថែមទេព្រោះវាអត់សូវសំខាន់ទេខ្ញុំបញ្ចូលតែចំណុចណាដែលសំខាន់ទេបាទអញ្ចឹងបងប្អូននឹងឃើញពាក្យថា contact information ពាក្យថា info នេះអញ្ចឹងតើអ្វីទៅជា contact information បាទ contact information គឺជាការទំនាក់ទំនងបាទគឺជាការគេថាព័ត៌មានតំណែងតំណងណាបាទតាក់តងអញ្ចឹងទៅតាមមាន email មានលេខទូរស័ព្ទអញ្ចឹងទៅនេះបងប្អូនគេមាន address មាន email មាន ad service area អញ្ចឹងទៅបាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបក្នុងការបំពេញ contact information ហ្នឹងទី1បងប្អូនចុចពាក្យថា add your address បាទ add your address ហើយវានឹងបង្ហាញ address ទី1ទី2ទី3អញ្ចឹងទៅបាទវាមាន city មាន zip code មាន map អញ្ចឹងទៅអញ្ចឹងបងប្អូននៅណាឧទាហរណ៍ថាបងប្អូននៅភ្នំពេញអញ្ចឹងបងប្អូនវាយមកភ្នំពេញអញ្ចឹងទៅអីគេសង្កាត់អីទៅបងប្អូនវាយមកភ្នំពេញអញ្ចឹងទៅបាទភ្នំពេញអីគេខណ្ឌសែនសុខហ៎បាទតោះមកបងប្អូនគ្រីសមកមួយមកគ្រីសកន្លែងនេះហើយបន្តមកបងប្អូនចុចដាននៅទីនេះឬក៏ចុចរួចរាល់ហើយបន្តមកបងប្អូនធ្វើការចុច save បាទចុច save មកបន្តមកវាឲ្យយើងពេញ city ទីក្រុងបងប្អូនចុចកន្លែងសញ្ញាព្រួយនេះទៅមុខនេះពេញ city វាមកហើយបងប្អូនជ្រើសរើសទីក្រុងដែលបងប្អូនកំពុងនៅឧទាហរណ៍ថាបងប្អូននៅខេត្តបងប្អូនដាក់ខេត្តមកបើបងប្អូននៅភ្នំពេញដាក់ភ្នំពេញមកនេះភ្នំពេញ Cambodia បន្តមកបងប្អូនធ្វើការចុច save បន្តទៀតបាទធ្វើការចុច save បន្តមកទៀត zip code ឧទាហរណ៍បងប្អូននៅក្នុងសង្កាត់អីបងប្អូនដាក់ zip code ហ្នឹងមកឧទាហរណ៍សែនសុខខណ្ឌសែនសុខសង្កាត់ប៉ុន្មានបាទយើងដាក់ zip code មកតបមកបងប្អូនចុចដានទៀតមកហើយធ្វើការ save បាទបន្តមកទៀត map អញ្ចឹងវានៅពេលដែលយើងដាក់ zip code យើងឧទាហរណ៍ថាយើងចង់ដាក់ zip code នៅម្ដុំណាឧទាហរណ៍ថាផ្លូវណាឧទាហរណ៍ផ្ទះយើងហាងយើងទីតាំងម្ដុំណាអញ្ចឹងណាបាទអញ្ចឹងបងប្អូនរើសមកឧទាហរណ៍ទីតាំងបងប្អូននៅទីនេះអញ្ចឹងបងប្អូនដាក់ទីនេះមកឧទាហរណ៍បងប្អូនទីតាំងនៅណាបងប្អូនរើសដាក់ហ្នឹងទៅបាទអាហ្នឹងគឺវាអញ្ចឹងណា
ឧទាហរណ៍ថាបងប្អូនទីតាំងបងប្អូននៅចិត្តសាលាធម្មសិក្សានេះទៅព្រះអង្គនេះចុះឬក៏នៅក្នុងស្ថិតនៅផ្លូវតាមបណ្ដោយផ្លូវ304អញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងបងប្អូនដាក់មកបាទអញ្ចឹងបងប្អូនដាក់មកថាបងប្អូននៅម្ដុំតាណាបងប្អូនរើសមកបាទឧទាហរណ៍ថាបងប្អូននៅណាបងប្អូនរើសតំបន់ហ្នឹងមកឥឡូវឧទាហរណ៍ថាខ្ញុំនៅនេះចុះផ្សារដើមគោឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ផ្សារដើមគោអញ្ចឹងខ្ញុំសូមមកនៅក្នុងផ្លូវណាឧទាហរណ៍ថាផ្លូវ231អញ្ចឹងបាទហើយនៅម្ដុំណាកែងឬក៏កឡុកកលៀតឬក៏ផ្លូវបំបែកអញ្ចឹងបងប្អូនរើសទីតាំងមកនៅពេលដែលគេចុចមើលតាម map ហ្នឹងគឺឃើញមកដល់ទីតាំងយើងស្រួលតែជនងាយស្រួលការរកអញ្ចឹងចំណុចហ្នឹងខ្ញុំបញ្យល់បងប្អូនឲ្យយល់តិចមានន័យថាបើសិនជាបងប្អូននៅម្ដុំណានៅឧទាហរណ៍ថានៅទូគោកនៅខណ្ឌដង្កោអញ្ចឹងណាឧទាហរណ៍នៅទូគោកអញ្ចឹងទូគោកវាមានលេខផ្លូវវាទៀតមានលេខផ្លូវលេខផ្ទះវាទៀតចឹងឧទាហរណ៍ថាបងប្អូននៅតាមបណ្ដោយផ្លូវសម្ដេចនេះសម្ដេចឧទាហរណ៍ថាបងប្អូននៅក្នុងក្បែរផ្លូវវិទ្យាល័យនេះឬក៏នៅក្នុងផ្លូវណាអញ្ចឹងបងប្អូនដាក់តាមនឹងមកឧទាហរណ៍បងប្អូននៅតាមបណ្ដោយផ្លូវនេះផ្លូវ295បងប្អូននៅកែងផ្លូវឬក៏នៅតាមត្រង់ផ្លូវឬក៏នៅផ្លូវបំបែកឬក៏នៅពាក់កណ្ដាលផ្លូវអញ្ចឹងបងប្អូនដាក់មកឧទាហរណ៍បងប្អូននៅណាបងប្អូនដាក់ហ្នឹងទៅពេលដែលអតិជនធ្វើការជិះទៅរកទៅគឺឃើញនៅហ្នឹងស្រេចហ្មងអញ្ចឹងអានេះជាចំណុចពិសេសមួយដែលបងប្អូនគួរតែមិនគួរមើលម្លងទេហើយបន្តមកទៀតបងប្អូនចុច save មកខ្ញុំបញ្ជាក់មិនមែនឲ្យបងប្អូនដាក់តាខ្ញុំទាំងអស់ណាគឺមានន័យថាបងប្អូននៅណាគឺបងប្អូនដាក់នៅហ្នឹងហើយបន្តមកបំពេញ information វាថែមមកថានៅណាអញ្ចឹងបាទផ្លូវគេបាទមិញផ្លូវអីអញ្ចឹងបងប្អូនឧទាហរណ៍271អញ្ចឹងបងប្អូនវាយមកផ្លូវ271ដាក់271ទៅភ្នំពេញដាក់ភ្នំពេញមកឲ្យ save ហើយអូខេចុច save ទៀតនៅខាងក្រោម save បាទហើយបន្តមកទៀតរួចរាល់ហើយបងប្អូនចូលទៅកាន់ page យើងវិញ back មក home មកចូលមកកាន់ page យើងវិញបន្តមកទៀតបងប្អូននឹងឃើញតម្រងមកបែបនេះមើលទៅស្អាតមែនតើបាទបន្តមកទៀតបងប្អូនចូលទៅ edit វាម្ដងទៀតដោយបងប្អូន scroll មកក្រោមរកពាក្យថា see more កន្លែងនេះបាទរកពាក្យថា see more ហើយបន្តមកទៀតបងប្អូនធ្វើការ link បើសិនបងប្អូនមាន website បងប្អូនអាច link website ចូលទៅហើយកុំភ្លេចដាក់លេខទូរស័ព្ទដាក់អីដើម្បីគេងាយស្រួលការតាក់ទងមកយើងអញ្ចឹងណាពេលគេឆែកកន្លែង about ទៅគឺវាមាន information នៅនឹងគ្រប់គ្រាន់បាទអញ្ចឹងបងប្អូនចុចមកបើសិនបងប្អូនមាន website បងប្អូនចូលទៅពេញ website មកបងប្អូនចុចកន្លែងពាក្យ website ហើយបន្តមកទៀតបងប្អូន add website នៅកន្លែងនេះហើយបងប្អូនអាចធ្វើការ add បណ្ដាញសង្គមជាច្រើនផ្សេងទៀតចូលបាទមាន TikTok មាន YouTube មាន Instagram មានអីហ្នឹងទៅបាទអញ្ចឹងបើសិនជាបងប្អូនថាមានចង់ add website ចូលបងប្អូន add website កន្លែងពាក្យថា add website នេះហើយបន្តមកបងប្អូនវាយឈ្មោះ website បងប្អូនមកឧទាហរណ៍ថា website ខ្ញុំ mmo.net អញ្ចឹង mmoschool.net អញ្ចឹងបាទ mmoschool.net អូខេអញ្ចឹងខ្ញុំចុច save ភ្លឹបជាប់មួយបាត់គេដល់ពេលដែលអ្នកផ្សេងគេចូលមកមើលគេគ្រាន់តែវាយ mmoschool.net គឺឃើញនេះហើយបន្តមកទៀតបើសិនបងប្អូនចង់ add link social media ឧទាហរណ៍បងប្អូនមាន link social media អីខ្លះអានេះជា platform អូខេ new link platform បាទឧទាហរណ៍នៅក្នុងវាមាន YouTube មាន TikTok មានអីចឹងទៅមាន Sky មាន LinkedIn មាន Shopify បាទមាន Chatbot មាន Pinterest មាន Kik មាន WeChat មាន Line មាន WhatsApp មាន Tweet បាទមាន Tweet មាន TikTok មាន YouTube មាន Snapchat អីចឹងទៅអញ្ចឹងបើសិនជាបងប្អូនមានអីបងប្អូនដាក់ហ្នឹងទៅឧទាហរណ៍បងប្អូនមាន YouTube ចឹងណាមាន YouTube ចឹងបងប្អូនវាយមក YouTube របស់បងប្អូន username វាគេបាទឧទាហរណ៍ខ្ញុំមាន YouTube MMO School បាទ168ហ្នឹងទៅបាទហើយបន្តមកទៀតបងប្អូនធ្វើការចុចដានហើយបន្តមកចុច save អញ្ចឹងនៅពេលដែលគេចុចលើ link ហ្នឹងប៉ះគឺ direct ទៅកាន់ YouTube មកហើយបន្តមកទៀតបងប្អូនចង់ដាក់ link អីទៀតចង់ add website ចង់ add link add អីផ្សេងៗបងប្អូនអាច add បាន link social media ផ្សេងៗទៀតបងប្អូនអាច add បានបើសិនបងប្អូនមាន Twitter មាន X មាន Chat មាន TikTok មានអីបងប្អូនពេញតាមហ្នឹងទៅណាហើយ copy link copy username របស់បណ្ដាញសង្គមទៅនឹង platform ទៅនឹងយកមកដាក់មកបាទហើយបន្តមកទៀតបងប្អូន add លេខទូរស័ព្ទ
ចូលដើម្បីគេងាយស្រួលការតាក់ទងមកកាន់បងប្អូនងាយស្រួលពេលមានបញ្ហាគឺតាក់ទងមកកាន់បងប្អូនតាមរយៈលេខទូរស័ព្ទបងប្អូនឃើញវាថា add a phone number ហ៎ចឹងបងប្អូនចុច add a phone number មកបើសិនជាបងប្អូននៅប្រទេសខ្មែរបងប្អូនក៏ដាក់ complete បូក855ហើយបន្តមកលេខបងប្អូនលេខម៉ានអូខេឧទាហរណ៍ថា012អញ្ចឹងបងប្អូនដាក់12មក12ហើយបន្តមកកុំដាក់លេខ0ពីមុខណាបាទអានេះខ្ញុំដាក់ពេញឲ្យបានហ្នឹងទេព្រោះមិនមែនជាលេខរបស់ខ្ញុំទេហើយបន្តមកទៀតបងប្អូនធ្វើការចុច save នៅកន្លែងខាងឆ្វេងដៃនេះបងប្អូនធ្វើការចុច save បន្ទាប់ពីបងប្អូនធ្វើការ save ហើយបន្តមកបើសិនជាបងប្អូនចង់ឲ្យគេ connect ទៅ WhatsApp ចង់ឲ្យមានអាជីវកម្មរបស់បងប្អូនភាគច្រើនភ្ញៀវមកតាម WhatsApp ចឹងបងប្អូនអាច connect ជាប់មួយ WhatsApp បានណាចុចកន្លែង WhatsApp នេះកន្លែង connect with WhatsApp នេះ account ហ្នឹងចឹងបងប្អូនចុច connect មួយ WhatsApp មកតែបើសិនជាបងប្អូនថាអត់ទេភ្ញៀវយើងភាគច្រើនឆាតមកតាម page ទេចឹងបងប្អូនពាក្យថា add ចូលពាក្យថា add an action button នេះមក add an action button ហ្នឹងខ្ញុំនឹងបញ្ចូលបងប្អូនមួយទៀតថាអ្វីទៅជា add an action button add an action button ហ្នឹងមានន័យថាបងប្អូនអាចធ្វើការជ្រើសរើសនៅប៊ូតុងណាមួយសម្រាប់ធ្វើការជាតម្រូវការរបស់បងប្អូនដែលជាអាជីវកម្មរបស់បងប្អូនឧទាហរណ៍បងប្អូនត្រូវការអ្នកឆានមកចឹងបងប្អូនរើប៊ូតុង Messenger មកចឹងបងប្អូនចុចកន្លែងនេះមកពាក្យថា add an action button នោះមកហើយបន្តមកទៀតបងប្អូនរើសឲ្យគេវាមាន send message to WhatsApp អញ្ចឹងទៅមាន call now មាន send email contact us អញ្ចឹងទៅណាបាទអញ្ចឹងបងប្អូនមើលទៅបើសិនបងប្អូនយកឲ្យគេឆាតបងប្អូនចុចពាក្យថា Messenger មកកន្លែងប៊ូតុងនេះគឺមានន័យថាឲ្យគេឆាតតាម message ណា Messenger ណាអញ្ចឹងបងប្អូនធ្វើការចុច next បន្តមកទៀតធ្វើការចុច save បាទបន្ទាប់ពីធ្វើការចុច save ហើយបងប្អូនចូលទៅបំពេញ information ឲ្យវា full មកបន្តមកទៀត add your business hour មានន័យថាបន្ថែមនៅក្នុងម៉ោងអាជីវកម្មរបស់អ្នកមានន័យថាយើងត្រូវបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានឬក៏បើករហូតទេណាអញ្ចឹងបងប្អូនចុចមកបំពេញមកកន្លែង add your business hour ហ្នឹងអញ្ចឹងបងប្អូនឧទាហរណ៍ថាបងប្អូនបើកពីម៉ោងប៉ុន្មានឬក៏បិទរហូតឬក៏មានម៉ោងអ្នកបើកបិទអញ្ចឹងណាអញ្ចឹងបើសិនបងប្អូនបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបងប្អូនចុចកន្លែងនេះមកឲ្យកំណត់មក edit ម៉ោងមកឧទាហរណ៍ថាបងប្អូនបើកពីថ្ងៃណាដល់ថ្ងៃណាឧទាហរណ៍ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារដល់ថ្ងៃពុធអញ្ចឹងទៅឬក៏ថ្ងៃសុក្រថ្ងៃសៅរ៍អញ្ចឹងទៅណាបាទពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងបងប្អូនកំណត់មកឧទាហរណ៍យើងបើកពីម៉ោង6ម៉ោង5ព្រឹកបាទថ្ងៃអង្គារថ្ងៃពុធឲ្យបើកពីម៉ោងប៉ុន្មានអូខេដានមកហើយយើងបិទទៅដល់ម៉ោងប៉ុន្មានបាទម៉ោង5ងាកអញ្ចឹងទៅបាទបន្តមកទៀតបងប្អូន add ហើយបងប្អូនคลิกមកឧទាហរណ៍បងប្អូនបើកពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងបងប្អូនរើសដល់ថ្ងៃសុក្រមក Friday នេះគ្លិកតាមថ្ងៃសុក្រហើយចុចដានមកណាអញ្ចឹងមានន័យថានៅពេលដែលភ្ញៀវគេចូលមកមើលគឺឃើញថាអូបងប្អូនបើកពីថ្ងៃណាដល់ថ្ងៃណាពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបិទដល់ម៉ោងប៉ុន្មានទេណាបាទហើយតែបើសិនបងប្អូនថាអត់ទេចង់បើករហូតអញ្ចឹងបងប្អូនយកពាក្យថា always open មកហើយចុចពាក្យ save បន្តមកទៀតបងប្អូនចូលទៅមើលតើ page យើងពេញ information ហើយអស់នៅ វា full interface ណាអូខេអញ្ចឹងបងប្អូនកលេចមកវិញហើយចូលទៅមើលអូខេគឺវា full អស់ហើយអញ្ចឹងបងប្អូនរៀបចំបានប៉ុណ្្នឹងហើយគឺបងប្អូនចាប់ផ្ដើមផុសរូបផលិតផលឬក៏សេវាកម្មរបស់បងប្អូនបានដោយអត់ចាំបាច់ឈឺក្បាលមុខទេប៉ុណ្ណឹងគឺប្រូចតែម្ដងណាគឺទៅមុខហើយគឺបងប្អូនដំណើរការទៅហើយបាទតែប៉ុណ្ណឹងគឺទៅហើយអូខេណាអញ្ចឹងបងប្អូនអាចធ្វើការបានហើយតែប៉ុណ្ណឹងគឺបងប្អូនអាចយក page ហ្នឹងទៅប្រើប្រាស់ហើយបងប្អូនអាចដាក់ cover ដាក់ profile ខ្លួនឯងបានអញ្ចឹងចំពោះខ្ញុំក៏មានច្រើនណាស់មានតែប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយយើងនឹងមករៀនពីកលឹះបន្ថែមថ្មីទៀតហើយខ្ញុំនឹងមកចែករំលែកបងប្អូនពីរបៀបក្នុងការកាត់តវីដេអូនៅលើទូរស័ព្ទដៃក៏ដូចជានៅលើ computer ហើយក៏អរគុណច្រើនចំពោះការទស្សនាវីដេអូនៅលើហើយ website ក៏ដូចជា YouTube បាទ amoschool.net ហើយសង្ឃឹមថាវីដេអូនេះជាកលឹះចែករំលែកទៅកាន់បងប្អូនឲ្យបានដឹងក៏ដូចជាប្រយោជន៍មួយសម្រាប់បងប្អូនដែលស្ទាប់ start up អាជីវកម្មថ្មីឬក៏បងប្អូនដែលមានអាជីវកម្មហើយចង់ grow វាបន្ថែមក៏បងប្អូនអាចចូលទៅធ្វើការសិក្សាមេរៀន free ជាច្រើននៅក្នុង website amoschool.net ក៏ដូចជាមានវគ្គពិសេសដែលមានគិតវគ្គ basic តម្លៃ$5 medium តម្លៃ$10ក្នុងមួយខែបាទ basic $5ក្នុងមួយខែ medium $10ក្នុងមួយខែ professional advance គឺ$15ក្នុងមួយខែ
ហើយនៅក្នុងហ្នឹងតិចទៀតយើងធ្វើវីដេអូទាំងនៅលើ TikTok ទាំងនៅលើ YouTube បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់សិក្សាបន្ថែមច្បាស់បងប្អូនអាចចូលទៅមើលនៅក្នុងមេរៀននៅក្នុង YouTube បន្ថែម free ច្រើនហើយឬក៏ចូលទៅរៀននៅក្នុង website mmoschool.net បាននេះចំពោះ website នេះខ្ញុំនឹងមកបង្ហាញបងប្អូននៅចុងវីដេអូនេះតែម្ដងនេះគឺជា website mmoschool.net បាទបងប្អូនចូលមកវាយពាក្យថាចូលទៅកាន់ Google ឬក៏ Play Store Google ឬក៏ Safari បងប្អូនវាយពាក្យថា MMO School បាទ MMO School .net ចឹងបងប្អូនចុច Enter មកហើយបងប្អូននឹងចេញមកតម្រង់នៅលើទូរស័ព្ទដៃវានឹងចេញតម្រង់មកបែបនេះណាហើយបន្តមកទៀតបងប្អូនដើម្បីចូលទៅរៀនបានបងប្អូនត្រូវទៅចុះឈ្មោះសិនណាទី1បងប្អូនចូលទៅចុះឈ្មោះបងប្អូនកលេចមកមើលនៅខាងស្ដាំដៃនេះបងប្អូននឹងឃើញពាក្យថាlearn នេះ login ណាអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បានមាន username មាន password ទេបងប្អូនចូលទៅ sign up សិនចូលទៅបង្កើតសិនណាបាទបងប្អូនអាចចុច sign login វាផ្ទាល់ direct ចេះបាននេះតោះនេះបងប្អូនត្រូវ sign up សិនដើម្បី sign up បានពេលដែលបងប្អូនចុចពី login មកបងប្អូននឹងឃើញពាក្យ sign up នៅកន្លែងនេះអញ្ចឹងបងប្អូនចុច sign up មកហើយបន្ទាប់មកបងប្អូនដាក់ឈ្មោះរបស់បងប្អូនឧទាហរណ៍បងប្អូនឈ្មោះ Vin សីឡាអញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទ Vin សីឡាទៅបាទ Vin សីហាទៅហើយលេខទូរស័ព្ទរបស់បងប្អូនប៉ុន្មានឧទាហរណ៍ថា012 825693ទៅបាទហើយ email របស់បងប្អូននេះគេឧទាហរណ៍បងប្អូនមាន email បើសិនជាបងប្អូនមាន email បងប្អូនដាក់ email មកឧទាហរណ៍ email ខ្ញុំ MMO School បាទ MMO School 168បាទ @gmail.com ហ្នឹងទៅ @gmail.com បាទហើយ password បងប្អូនដាក់មានអក្សរធំអក្សរតូចណាអញ្ចឹងមានន័យថាបងប្អូនដាក់ធ្វើម៉េចឲ្យមានអក្សរធំឧទាហរណ៍ខ្ញុំដាក់ខ្មែរឧទាហរណ៍ខ្ញុំដាក់មានអក្សរធំមានអក្សរតូចបងប្អូនដាក់មានអក្សរធំមានអក្សរតូចមានលេខមានសញ្ញាហើយបន្តមកទៀតបងប្អូនត្រូវចូលទៅចុច accept មានន័យថាទទួល I am accept and agree to the term and condition and privacy មានន័យថាបងប្អូនយកព្រមចុះឈ្មោះហើយនឹងព្រមនេះព្រម follow up មានន័យថាគោរពតាមគោលការណ៍របស់ខាង website យើងណាបាទចូលប្រាចុះឈ្មោះសុំចូលប្រាទៅអញ្ចឹងបន្តមកទៀតបងប្អូនចុចវាថា I agree នេះមក and accept នេះមកបាទចុចមកប៉បហើយបន្តមកទៀតបងប្អូនធ្វើការចុច sign up បន្ទាប់ពីបងប្អូនធ្វើការ sign up ហើយបងប្អូនចុច save នៅ username password របស់បងប្អូនមកដើម្បីងាយស្រួលពេលដែលបងប្អូនចូលលើក្រោយ sign up លើក្រោយគឺវាស្រួលវាងាយស្រួលនេះវាដាក់ថា sign up successful ហើយអញ្ចឹងបងប្អូននឹងកលេចឃើញនៅខាងស្ដាំដៃនេះមួយខាងលើនេះបងប្អូននឹងឃើញតម្រង់មកបែបហ្នឹងហើយបងប្អូនចុចពាក្យថា see dashboard មានន័យថាបងប្អូនបានបង្កើតនៅគណនីជោគជ័យហើយអញ្ចឹងខ្ញុំសម្រួលធ្វើនៅក្នុងនេះឲ្យស្រួលដើម្បីបងប្អូនងាយស្រួលនៅក្នុងការចូលទៅរៀនចូលទៅទិញមេរៀនក៏ដូចជារៀន free បន្ថែមណាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងមកបង្ហាញបងប្អូនថែមទៀតឲ្យកាន់តែស៊ីជម្រៅទៅហើយបងប្អូនអាចចូលទៅមើលនៅក្នុង home page យើងបានគឺបងប្អូននឹងឃើញមេរៀន free យើងអាប់ឡូតចូលនៅតាមនេះច្រើនបញ្ចូលជូនបងប្អូនច្រើនគ្រប់វគ្គគ្រប់ខុសទាំងអស់គឺមានច្រើនក្នុងហ្នឹងដែរហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយសម្រាប់បងប្អូនដែលចូលសិក្សាបន្ថែមឬក៏មើល free បន្ថែមអាចចូលទៅរៀននៅក្នុង mmoschool.net បានគឺមាន free ច្រើនមែនទែនជាង100វីដេអូហើយមានចំណេះដឹងផ្សេងៗតាក់ទងនឹង Facebook TikTok YouTube នឹងច្រើនដែរហើយតិចទៀតយើងនឹងធ្វើការអាប់ឡូតបន្ថែមច្រើនទៅអញ្ចឹងហើយក៏អរគុណដល់បងប្អូនទាំងគ្នាដែលចំណាយពេលវេលាទស្សនានៅវីដេអូនេះហើយកុំភ្លេច like share មួយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ